ប្រវត្តិពងសាវតាខ្មែរមានលំនាំបែបរឿងនិទានផងមានប្រវត្តិតាមសិលាចារឹកនិងឯកសារចិនផងពេលនេះភូមិវប្បធម៌កម្ពុជាសូមដកស្រង់លើកយកប្រវត្តិតាមសិលាចារឹកនាសម័យមហានគរនៅពាក់កណ្ដាលសតវត្សទី12និងដើមសតវត្សទី13ក្នុងរវាងគ្រិស្តសករាជ1150 1201មករៀបចំដំឡើងជាផ្ទាំងទស្សនីយភាពជូនទស្សនាកំសាន្តនាសម័យនោះមានកំពូលមហាវរក្សក្សត្រខ្មែរមួយព្រះអង្គមានឫទ្ធិជាស្ដេចអស្ចារ្យព្រះអង្គជាមេទ័ពដោះកំពូលបានប្រយុទ្ធតស៊ូផ្ដប់ផ្ដាច់រំដោះទឹកដីកម្ពុជាពីខ្មាំងសត្រូវឈ្លានពានព្រះអង្គបានបង្រួមរដ្ឋចំណុះទាំងអស់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជាតែមួយដែលធ្វើឲ្យនគរខ្មែរក្លាយជាមហានគរដ៏ធំល្វឹងល្វើយលើពីនោះទៅទៀតព្រះអង្គជាស្ដេចដ៏ចំណានក្នុងការគ្រប់គ្រងនិងរៀបចំប្រទេសជាតិព្រះអង្គជាស្ថាបនិកដ៏ល្បីល្បាញក្នុងការកសាងប្រាសាទថ្មបុរាណល្បីៗជាច្រើនមនសិការស្នេហាជាតិនិងវីរភាពគ្មានពីររបស់ព្រះអង្គបានធ្វើឲ្យកូនខ្មែរគ្រប់រូបគ្រប់ជំនាន់ស្ញប់ស្ញែងនិងគោរពមហាទស្សនីយភាពសិល្បៈរឿងកំពូលមហាវីរក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី7ព្រះបាទជ័យវរ្ម័នទី7នាមដើមជ័យធុនប្រសូតក្នុងរវាងឆ្នាំ1120 1125ព្រះបិតាព្រះនាមព្រះបាទធរណិន្ទ្រវរ្ម័នទី2ព្រះមាតាព្រះនាមជោដាមនីជ័យធុនបានរៀបអភិសេកជាមួយនឹងព្រះនាងជ័យរាជទេវីជាព្រះមហេសីតាំងពីនៅវ័យក្មេងមកសាហើយទ្រង់មានព្រះរាជបត្រាមួយព្រះអង្គព្រះនាងសិន្ទ្រកុមារព្រះនាងឥន្ទ្រទេវីជាព្រះរាមរបស់ព្រះនាងជ័យរាជទេវីព្រះអង្គជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរដ៏ល្បីល្បាញនិងជាកវីនិពន្ធដ៏ចំណានក្រោយពីព្រះមហេសីជ័យរាជទេវីសោយទីវង្គតទៅព្រះនាងឥន្ទ្រទេវីបានក្លាយជាព្រះអគ្គមហេសីព្រះបាទជ័យវរ្ម័នទី7តាមបណ្ដាំព្រះអនុត្រីកាលនោះដោយសង្គ្រាមខ្មែរចាមឆេះសន្ធឹងព្រះបិតាក៏ត្រាស់បញ្ជាឲ្យជ័យធុនលើកទ័ពទៅច្បាំងនៅចម្ប៉ាក្រុងវិជ័យទីរៀងស្វាមីសើខ្សែចុចខណៈដែលព្រះអង្គជ័យធុនកំពុងចាប់ដៃច្បាំងជាមួយប្រទេសចម្ប៉ាព្រះបាទធរណិន្ទ្រវរ្ម័នទី2ជាព្រះបិតាក៏បានសោយទីវង្គតហើយរាជបល្ល័ង្កក៏បានធ្លាក់ទៅលើព្រះបាទយសោវរ្ម័នទី2ដែលជាស្ដេចវង្សក្រៅឡើងគ្រងរាជបន្តក្នុងរាជព្រះអង្គ